ការវះកាត់ដើមទ្រូងដោយប្រើប្រាស់ implant មិនបង្កឲ្យទៅជាមហារីកសោដននោះទេប៉ុន្តែសប្តាហ៍នេះគឺការវះកាត់ពង្រីកដើមទ្រូងដោយការប្រើប្រាស់ implant គឺយើងកំពុងតែពេញនិយមមែនទែននៅក្នុងប្រទេសកម្ពុជារបស់យើងប៉ុន្តែមានបងប្អូនមួយចំនួនដែលគាត់មិនទាន់ធ្វើការវះកាត់និងបងប្អូនមួយចំនួនទៀតដែលគាត់ធ្វើការវះកាត់រួចហើយគាត់មានការបារម្ភហើយក៏គាត់មានចម្ងល់ដែរថាតើការវះកាត់ដើមទ្រូងដោយប្រើប្រាស់ implant ហ្នឹងអាចបង្កទៅជាជំងឺមហារីកសោដនដែរឬទេតាមការសិក្សាគឺការវះកាត់ដោយប្រើប្រាស់ silicone implant មិនថាជា silicone gel ឬក៏ជា silicone ដែលយើងប្រើប្រាស់ជាមួយនឹងទឹកស្រោមប្រៃទេគឺមិនបានបង្កឲ្យទៅជាជំងឺមហារីកសោដនទេប៉ុន្តែការវះកាត់ដើមទ្រូងដោយប្រើប្រាស់ implant មួយប្រភេទវាបង្កឲ្យទៅជាជំងឺម្យ៉ាងដែលគេហៅថា breast implant associated anaplastic large cell lymphoma នេះគឺជាជំងឺមហារីកទាក់ទងជាមួយនឹងប្រព័ន្ធភាពស៊ាំនៅលើខ្លួនរបស់យើងដែល implant មួយប្រភេទនោះគឺជា implant ដើមទ្រូងប្រភេទពពួក texture គេហៅគ្រើមប្រភេទ implant ហ្នឹងគឺជាប្រភេទ implant ដែលគ្រើមខ្លាំងឈ្មោះវាគឺ micro texture ប៉ុន្តែសប្តាហ៍នេះគឺគេលែងប្រើ implant ហ្នឹងហើយតើធ្វើបែបម៉េចដើម្បីបន្ថយហានិភ័យនៅក្នុងការវះកាត់ដែលកើតជំងឺដែលខ្ញុំនិយាយខាងមុខហ្នឹងមុននឹងធ្វើការវះកាត់បងប្អូនត្រូវតែជ្រើសរើស implant ដែលបានត្រឹមត្រូវ implant ដែលបានត្រឹមត្រូវនោះគឺ implant ដែលប្រឡូឬក៏គេហៅថា smooth seal ដែល implant ហ្នឹងវាមិនបង្កឲ្យទៅជាជំងឺមហារីកដែលខ្ញុំនិយាយវិញគឺជំងឺមហារីកទាក់ទងជាមួយប្រព័ន្ធភាពស៊ាំនិងមិនអាចបង្កឲ្យទៅជាជំងឺមហារីកសោដនទេមួយទៀតគឺបងប្អូនត្រូវតែធ្វើការតាមដានក្រោយការវះកាត់ជាមួយនឹងគ្រូពេទ្យឲ្យបានទៀងទាត់មានន័យថាក្រោយការវះកាត់ត្រូវធ្វើការតាមដានរយៈពេល3ខែ6ខែ1ឆ្នាំ3ឆ្នាំរហូតទៅតាមការណាត់របស់គ្រូពេទ្យមួយវិញទៀតក្នុងករណីដែលក្រោយការវះកាត់បងប្អូនមានអាការៈនៅលើដើមទ្រូងដូចជាហើមខ្លាំងមានអាការៈឈឺខ្លាំងបងប្អូនត្រូវតែមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យធ្វើរោគវិនិច្ឆ័យថាតើវាបង្កឲ្យទៅជាជំងឺមហារីកដែលខ្ញុំនិយាយពីមុនហ្នឹងឬក៏វាជារឿងធម្មតាក្រោយពីការវះកាត់ implant សរុបសេចក្តីមកការវះកាត់ពង្រីកដើមទ្រូងដោយប្រើប្រាស់ implant មិនបង្កឲ្យទៅជាជំងឺមហារីកសោដននោះទេដូច្នេះបងប្អូនស្ត្រីដែលបានវះកាត់រួចនិងបងប្អូនស្ត្រីដែលមិនទាន់បានធ្វើការវះកាត់ពង្រីកដើមទ្រូងដោយប្រើ implant ឈប់បារម្ភទៀតទៅ